ព្រះបន្ទូលព្រះសម្រាប់អ្នកនិពន្ធដោយអ្នកស្រី Dawn Muller និងអ្នកស្រី Diane Grabbing បោះពុម្ពនិងចែកចាយដោយមូលនិធិមរតក Lutherចូលក្រឡេកមើលនោះនឹងបានរស់វិញពស់លង្ហិនអរិយពេល38ឆ្នាំព្រះជាម្ចាស់បានបន្តដឹកនាំប្រជាជាតិអ៊ីស្រាអែលឆ្លងកាត់ទីរហោស្ថានឆ្ពោះទៅកាន់ទឹកដីដែលទ្រង់បានសន្យាជាមួយនឹងពួកគេនៅតាមផ្លូវបងស្រីរបស់លោកម៉ូសេឈ្មោះថាមីរៀមនិងបងប្រុសរបស់គាត់អេរ៉ុនបានស្លាប់នៅលើភ្នំហោនៅតាមព្រំប្រទល់ស្រុកអេដុំស្ដេចស្រុកអេដុំមិនព្រមឲ្យជនជាតិអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់ខ្លួនឡើយដូច្នេះព្រះជាម្ចាស់បាននាំជនជាតិអ៊ីស្រាអែលធ្វើដំណើរវាងជុំវិញស្រុកអេដុំវិលត្រឡប់ទៅសមុទ្រក្រហមវិញលុះប្រជាជនបានធ្វើដំណើរកាន់តែឆ្ងាយពីគោលដៅរបស់ខ្លួនពួកគេបានខ្លាចជាមនុស្សមិនចេះអត់ធ្មត់ពួកគេបាននិយាយទាស់នឹងព្រះជាម្ចាស់និងលោកម៉ូសេដោយត្អូញត្អែថាហេតុអ្វីបានជាលោកនាំយើងចេញពីស្រុកអេស៊ីបមកឲ្យត្រូវស្លាប់នៅទីរហោស្ថានដូចនេះព្រោះគ្មានអាហារគ្មានទឹកសោះហើយយើងធុញទ្រាន់នឹងនំម៉ាណាដ៏គំរក់នេះពេកណាស់ពួកគេលែងចង់បរិភោគនំម៉ាណាដែលព្រះតែងតែផ្គត់ផ្គង់ពួកគេជារៀងរាល់ព្រឹកហើយព្រះជាម្ចាស់បានឮពាក្យត្អូញត្អែរបស់ប្រជាជនហើយទ្រង់ក៏ខឹងជាខ្លាំងទ្រង់បានចាត់ពស់ភ្លើងជាច្រើនមកចាប់ពួកគេហើយក៏មានមនុស្សស្លាប់ជាច្រើនជនជាតិអ៊ីស្រាអែលទាំងឡាយក៏មកឯម៉ូសេជម្រាបថាយើងរាល់គ្នាបានធ្វើបាបហើយបិទបាននិយាយទាស់នឹងព្រះហើយទាស់នឹងលោកដែរដូច្នេះសូមលោកអធិដ្ឋានអង្វរដល់ទ្រង់ផងសូមទ្រង់ដកយកពស់ទាំងនេះចេញពីយើងរាល់គ្នាទៅនោះលោកម៉ូសេបានអធិដ្ឋានឲ្យពួកគេហើយព្រះជាម្ចាស់មានបន្ទូលមកម៉ូសេថាចូលធ្វើពស់ភ្លើងមួយភ្ជាប់នៅលើបង្គោលទៅដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹកគេក្រឡេកមើលទៅឃើញនោះនឹងបានរស់នៅពស់ភ្លើងនេះជាវិធីសាស្ត្ររបស់ព្រះជាម្ចាស់ដើម្បីជួយសង្គ្រោះមនុស្សពីសេចក្តីស្លាប់ម៉ូសេក៏ធ្វើអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់លោកធ្វើរូបពស់មួយពីលង្ហិនដាក់ភ្ជាប់នៅលើបង្គោលនោះដូច្នេះកាលណាពស់ចឹកមនុស្សណាបើអ្នកនោះគ្រាន់តែក្រឡេកមើលទៅរូបពស់លង្ហិននោះដោយមានការជឿទុកចិត្តថាព្រះជាម្ចាស់នឹងជួយសង្គ្រោះពួកគេនោះក៏បានរស់វិញការព្រះបានដាក់ពស់លង្ហិននោះដើម្បីសង្គ្រោះជនជាតិអ៊ីស្រាអែលគឺស្ថិតនៅក្នុងឆ្នាំ1407មុនគ្រិស្តសករាជដើម្បីរស់ជនជាតិអ៊ីស្រាអែលត្រូវតែក្រឡេកមើលពស់នៅលើបង្គោលការធ្វើបែបនេះបានបង្ហាញពីការជឿទុកចិត្តរបស់ពួកគេទៅលើព្រះជាម្ចាស់ជាច្រើនឆ្នាំក្រោយមករាជបុត្រារបស់ព្រះជាម្ចាស់គឺព្រះយេស៊ូវត្រូវបានគេឆ្កាងនៅលើឈើឆ្កាងហើយទ្រង់បានសគត់ដើម្បីលួសអំពើបាបរបស់មនុស្សលោកទាំងអស់ការសគត់របស់ព្រះយេស៊ូវបានជួយសង្គ្រោះយើងឲ្យរួចផុតពីសេចក្តីស្លាប់មនុស្សគ្រប់គ្នាដែលមើលទៅព្រះយេស៊ូវហើយជឿថាទ្រង់បានសគត់និងបានរស់ឡើងវិញដើម្បីជួយសង្គ្រោះយើងពីអំពើបាបរបស់យើងឲ្យយើងមានជីវិតអស់កលជានិច្ចតាមរយៈជំនឿលើទ្រង់ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើងនៅទីរហោស្ថានជាយ៉ាងណានោះកូនមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញយ៉ូហានជំពូក3ខ14និង15